ទូគូទី143អូយល្អណាស់បងលបឿនសម្រស់ណាប្រហាក់ប្រហែលគ្នាសវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំរបស់អាយដាមនេតវត្រាអាយដាមវ៉ាថនមិនហើយមិញចាញ់មួយជើងឯណាបាទចាញ់មួយឯនេះក្រុងកចេះបាទឥឡូវយើងមើលចាំមើលណាសម្រាប់សវណ្ណបទុមនេះវិញយ៉ាងម៉េចបាទខ្សែទឹកខាងក្នុងចំណែកខ្សែទឹកខាងក្រៅគឺរតនៈសជីពីរាំងព្រៃវែងរបស់សម្ដេចកាឡាហុំសខេងបាទឥឡូវយើងឃើញថាដកហើយបាទអាដាមមិញនេះក៏ចេះក្រុងសម័យថ្មីចាញ់តែឥឡូវនេះបាទសវណ្ណបទុមសជីបារមីលោកតាអ៊ំមិនហើយឈ្នះឬមិនឈ្នះដកតែដកតាយ៉ាណែអូយងូកហើយណែមកសកាត់តិចតួចហើយបាទញ៉ាំអំពេលនេះទូកបាទញ៉ាំអំពេលទូកអាដាមបាទទទួលបានជ័យជំនះសម្រាប់ជើងទី1ថ្ងៃទី3បាទយើងបន្តទៅទូកបាទទី144បាទទូកទី144ខ្សែទឹកខាងក្នុងពេជ្រកែបុព្រឹកសែនដៃជះដែលទូកនេះមកពីស្រីសន្ធរបាទកំពង់ចាមទទួលបានការឧបត្ថម្ភពីអង្គញាទុនឆៃអៀងនិងលោកជំទាវនិងបច្ចាធិការវត្តចំណែកឯខ្សែទឹកខាងក្រៅតាកែវត្រាំងសុកសែនជ័យគឺទទួលបានការឧបត្ថម្ភពីបាទអាដាមវិជ្ជមនិតសុកភេងនិងអាដាមសុកពុទ្ធិវុឌ្ឍបាទគឺឧបត្ថម្ភទាំងស្រុងសម្រាប់ទូកតកែវត្រាំងសុកសែនជ័យបាទឥឡូវយើងឃើញថាមកដល់ចិត្តនឹងដល់កំពាន់ទី2តកែវត្រាំងសុកសែនជ័យដាច់បាត់ទៅហើយបាទកំពុងតែបន្ថែមលបឿននៅខ្សែទឹកខាងក្រៅឯកស្ថានពណ៌បៃតងលឿនណាស់សម្រាប់ទូកនេះបាទអ្នកតកែវអ្នកត្រាំងនិយាយរួមទៅបាទអ្នកត្រាំងស្រុកត្រាំងបាទស្រុកត្រាំងកំពុងតែអបអសាទរហើយសាទរហើយតកែវនឹងគឺខេតបាទត្រាំងគឺសុកបាទសុកសែនជ័យចាបាទឥឡូវនេះបាទលបឿនល្អណាស់ដាច់ខ្លាំងចាដាច់បែបនេះយើងខ្ញុំជាអ្នកធ្វើអត្ថាធិប្បាយក៏មិនសូវពិបាកដែរដោយសារតែការចាក់យោងទូកហ្នឹងដាច់ពីគ្នាបាទហើយពងកហ្នឹងក៏ស្រួលបន្តិចបាទអត់និយាយថាអត់តាមទូកអត់តាមលបឿនទូកទេបាទឥឡូវយើងឃើញហើយបាទគឺតាកែវត្រាំងសុកសែនជ័យរបស់អាដាមវិជ្ជបណ្ឌិតសុកភេងអាដាមសុកពុទ្ធិវុឌ្ឍបាទទទួលបានជ័យជំនះទៅលើពេជ្រកែវបុព្រឹកសែនដៃជះចាឥឡូវនេះមានការប្រែប្រួលគឺ146មកវិញមហារាជសីថបដីតជារបស់សម្ដេចកតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនខ្សែទឹកខាងក្នុងបងប្អូនរីឯខ្សែទឹកខាងក្រៅអធិរាជចក្រភពរាំងសីរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសខាមកពីវត្តទេពរាំងសីតាមអត់ទាន់ទេមហារាជសីថបដីតជាមកពីខាងវត្តលួងចារកការខ្នោក្រូចឆ្មាត្បូងឃ្មុំចាលឿនណាទទួលបានការឧបត្ថម្ភពីសម្ដេចកតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនចាទូកសម្ដេចទូកនេះទូកសម្ដេចល្អណាស់លើនេះបាទឆ្លងកំពាន់ទី2ហើយនាំមុខដាច់ទៅលើអធិរាជចក្រភពរាំងសីបាទទូកនៅស្រុកពញាលឺរបស់អាដាមនេះអាដាមសេនីយ៍សៅសខាបាទដាច់ហើយបាទសម្ដេចក៏សូមអរគុណឯកឧត្តមប៉ែនកសលអភិបាលចាក់ខេត្តកំពង់ភ្នំផងដែរចាសូមអរគុណទូគូទី147ចា145អត់ទាន់មកទេបងប្អូនចាសូមអនុញ្ញាតទូគូទី147ដែលមកចាក់ទន្ទឹមនឹងកងពាន់ទី1ហើយយើងខ្ញុំអាចមើលឃើញដោយសារតែក្រុមការងាររបស់យើងឆ្លុះសម័យមើលកតុយទូទេចា147ក្មួយវិរៈសែនជ័យរបស់ព្រះគ្រូចាស់អធិការវត្តក្មួយចាពនាមមនីវង្សាវិញណេងបាទវិញណេងចាប៉ះជាមួយនឹងចម្ពូវ័នសែនជ័យសុខាមេរិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវចាលោកបានឧបត្ថម្ភចម្ពូវ័នសែនជ័យសុខាមេរិតឥឡូវនេះហាក់ដូចជាលឿនជាងនាំមុខជាងបន្តិចបន្តួចសម្រាប់ខ្សែទឹកខាងក្រៅបន្តិចបន្តួចទេចាអាចមិនតាន់ថាបានទេហើយគូបន្តបន្ទាប់មកដូចជាមកចង់តាន់ហើយបាទជួយមើលគ្នាជួយមើលគ្នាមកចង់តាន់បាននេះថាទូកលឿនណាបាទលឿនមែនតើកលេចទៅមកផ្លែតដល់ហើយតាកាលណានិយាយអីអូបន្លាយមកបន្តិចហ្នឹងគឺតាមមិនតាន់ទូកទេខ្សែទឹកខាងក្រៅហាក់ដូចជាលឿនលយហើយដកទីម្ដងហើយចម្ពូសែនជ័យសុខាមេរិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវដក
បងអត់ដកឲ្យ បាទដកឲ្យ ចាំ បាទ និស្សិតចាប់គូក្រោយ បាទខ្ញុំចាប់គូក្រោយបងគូមុខបាទ ចាបងគូមុខអូនគូក្រោយឥឡូវហ្នឹងឃើញថាតាមក្មួយវិរៈសែនជ័យហ្នឹងតាមតាន់មិនតាន់មកដល់នឹងទន្ទឹមកងពាន់ទី2នេះនៅតែចាញ់បងដដែលចាសម្រាប់មកក្មួយវិរៈសែនជ័យរបស់គ្រូចៅអធិការវត្តក្មួយតាមមិនតាន់ទេអាចថាតាមមិនតាន់ដោយសារមកដល់ពេលនេះហើយនៅតែចម្ពោះវ៉ាន់សែនជ័យសខាមានរិទ្ធរបស់អៃដាមអភិសន្តិបណ្ឌិតសសខានិងលោកជំទាវដែរអញ្ចឹងសូមចាប់គូក្រោយវិញ បាទបាទឥឡូវយើងឃើញហើយទទួលបានជ័យជំនះហើយសម្រាប់ចំពោះវ៉ាន់សែនជ័យសខាមានរិទ្ធឥឡូវគូទី148ក្តាមប្រៃបាទក្តាមប្រៃមកហើយកំពុងឆ្នាំងអើយបាទកំពុងស្រឡាច់ក្តាមប្រៃជាឈ្មោះល្បីល្បាញណាស់ទូកនេះទទួលបានការឧបត្ថម្ភពីអាយដាមហ៊ីវិរៈនិងអាយដាមអភិបាលខេត្តបាទខ្សែទឹកខាងក្នុងដាច់បាត់ហើយទៅលើខេមរាមានជ័យត្បូងឃ្មុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតឥឡូវនេះក្តាមប្រៃបាទទទួលបានជ័យជំនះ ចាទូគូទី145សំហេងសែនជ័យបារមីចាំងលើរបស់អៃដាមឥតសំហេងចាកំពុងតែតាមរតនៈសង្គមពងពៀនដែលសែនជ័យរបស់អៃដាមជាសមេធីចាលេខ262នេះគឺជាទូករតនៈសង្គមពងពៀនដែលសែនជ័យខ្សែទឹកក្រៅរបស់អៃដាមជាសមេធីហើយទទួលបានជ័យជំនះហើយបាទឥឡូវឈ្នះហើយឥឡូវយើងបន្តទៅគូទី149បាទ149ខ្សែទឹកខាងក្នុងបារមីពូមាតជោសែនជ័យបាទកំពុងតែនាំមុខដាច់ហើយបាទទូកនេះមកពីក្រុងអរិយស័ក្តិខេត្តកណ្ដាលទទួលបានការឧបត្ថម្ភពីអាយដាមគង់សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកជំទាវបាទថេងពុទ្ធធីតាបាទទៅលើវិរៈបរោះធុនជ័យសួស្ដីឧត្តមនីរបស់ចៅអធិការវត្ត5បាទរាជធានីភ្នំពេញបាទឥឡូវនេះយើងឃើញហើយបាទខ្សែទឹកខាងក្នុងឈ្នះដាច់តែម្ដងចាំ150បងប្អូនទូកគូពិសេសខ្សែទឹកខាងក្នុងកំពុងតែល្អហើយលឿនលយគឺធីវេតជះឈ្នះអស់ការលំបាកលេងលំបាកហើយព្រោះលេងលំបាកហើយធីវេតហ្នឹងគឺជាកន្លែងបណ្ដុះបណ្ដាលនៅជំនាញច្រើនណាស់ដើម្បីផ្ដល់ជូនដល់យុវជនជំនាន់ថ្មីចារបស់អៃដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារបណ្ដុំបណ្ដាលជីវៈខ្សែទឹកខាងក្នុងចានៅប្រគាប្រកាសគ្នានៅឡើយទេជាមួយថេងសជ័យបារមីសវណ្ណរាជសីរបស់សម្ដេចព្រះអាដាមមនីជាសំអាងព្រះមេគុណខេត្តកណ្ដាលចាតែយ៉ាងណាយ៉ាងណីដកបន្តិចហើយធីវេតបាទធីវេតជាឈ្នះអស់ការលំបាកចាបងអៃដាមរដ្ឋមន្ត្រីហេងសួរចាតើទៅចូលនៅមណ្ឌលបណ្ដុះបណ្ដាលធីវេតហ្នឹងគឺឈ្នះហើយការលំបាកនោះដោយសារមានជំនាញមានលុយមានវិជ្ជាជីវៈច្បាស់លាស់បាទឥឡូវយើងឃើញហើយគឺធីវេតដែលជាឈ្នះអស់ការលំបាកបាទកំពុងតែដកនាំមុខទៅលើថេងសជ័យបារមីសវណ្ណរាជសីរបស់សម្ដេចព្រះឧត្តមនីជាសំអាងព្រះមេគុណខេត្តកណ្ដាលដកឲ្យឈ្នះតែម្ដងបាទចាទូគូទី151បានដល់ទីហើយដោយបាទគូទី151ឥឡូវឆ្លងកំពាន់ទី2ហើយទៅជាដល់ទីទីវេត2ដងចាសាលីដេតចាសាលីដេតបាទទូកខ្សែទឹកខាងក្នុងលេខ140បាទសាលីដេតដែលចូលសែនជ័យសេរីបន្ទាយដែកបាទគឺទទួលបានជ័យជំនះហើយទៅលើផលបូរីសែនជ័យបាទរាជធានីភ្នំពេញ